Nói Sray coi nơi lơประกัน Live Spin អាកាសមួយកន្លែងនៅទីក្រុងភ្នំពេញរឿងមួយនេះគឺជារឿងដែលបងគាត់បានចែករំលែកមកថាគាត់ជាបុគ្គលិកធ្វើការវេនយប់នៅក្នុងក្រុមហ៊ុនមួយកន្លែងនៅទីក្រុងភ្នំពេញហ្នឹងហើយក្រុមហ៊ុនរបស់គាត់ហ្នឹងគឺមានទីតាំងនៅចិត្តគល់ស្ពានអាកាសហ្នឹងតែម្ដងអញ្ចឹងគាត់ថានៅយប់មួយហ្នឹងដោយសារតែគាត់ជាបុគ្គលិកវេនយប់ផងគាត់បានចេញពីធ្វើការហ្នឹងខ្ទង់ម៉ោង 10 យប់គាត់ជិះឆ្លងស្ពានពីកន្លែងធ្វើការដើម្បីទៅផ្ទះគាត់វិញនៅពេលដែលគាត់ជិះឆ្លងស្ពានហ្នឹងគាត់ឃើញមនុស្សស្រីទាំងអស់គ្នាមនុស្សស្រីពាក់ឈុតសសក់វែងអង្គុយនៅប្រកាន់ដៃស្ពានស្យងក្បាលចោះចេះស្យងក្បាលចោះក្រោមគាត់ជីបដាគាត់ក៏ងាកមើលម្នាក់ស្រីនឹងបដាគាត់គិតថាម្នាក់ស្រីនឹងច្បាស់ជំងឺវិបត្តិអីលោតសម្រាប់ខ្លួនអញ្ចឹងណាហើយគាត់ក៏លក្ខណៈទីរឿងយប់ដែរគាត់អត់ហ៊ានអាណាហ៊ានចោះទៅខាត់គេមិនគាត់ក៏ជីទៅផ្ទះទៅហើយស្អែកឡើងមិនគាត់ថាគាត់អង្គុយចាំស្ដាប់ព័ត៌មានណាមានតែគេល្បីរឿងអ្នកលោតសម្រាប់ខ្លួនអត់គាត់មានទេអត់មានព័ត៌មានទាំងអស់អញ្ចឹងណាគាត់ក៏ធូរចិត្តវិញថាម្នាក់ស្រីនឹងប្រហែលជាមិនស្លាប់ខ្លួនទេអង្គុយលេងលើកទី2ដែលគាត់ជួបគាត់ថាពេលហ្នឹងគឺម៉ូតូរបស់គាត់ហ្នឹងទាំងអស់គ្នាគឺវាបែកកង់ហ្មងអត់ដឹងថាកើតអីវាបែកកង់អញ្ចឹងគាត់ក៏ត្រូវបដើម៉ូតូនៅក្រោមស្ពានយកម៉ូតូគាត់ហ្នឹងទៅបដើទៅក្រោមស្ពានទៅពូដែលគាត់អ្នកប៉ះកង់ម៉ូតូវេនយប់ទាំងអស់គ្នាប្រហែលជាធ្លាប់ជួបទេត្រូវអត់អ្នកប៉ះកង់ម៉ូតូវេនយប់ដែលគាត់ដាក់មកផ្ទះឲ្យមានឧបករណ៍ប៉ះកង់ថាអីអញ្ចឹងណាគាត់ក៏ថាយប់ដែរអញ្ចឹងអារម្មណ៍មួយក៏គិតថាតុកម៉ូតូនៅក្រុមហ៊ុនតែអារម្មណ៍មួយទៀតថាបើគាត់តុកនៅក្រុមហ៊ុនស្អែកគាត់មានអីជិះទៅរៀនអញ្ចឹងណាគាត់ក៏ត្រូវយកម៉ូតូទៅឲ្យពូនឹងធ្វើអញ្ចឹងទៅតែនៅពេលគាត់ដើរកាត់ក្រោមស្ពានទាំងអស់គ្នាគាត់ងើយមុខទៅខាងលើគាត់ឃើញមនុស្សស្រីពាក់ឈុតសនឹងដដែលទម្លាក់សក់ហ្នឹងអង្គុយស្យងក្បាលចុះមកក្រោមចេះអង្គុយស្យងក្បាលចុះមកក្រោមចាំកន្លែងដែលគាត់បដើម៉ូតូហ្នឹងមកទាំងអស់គ្នាគាត់ងាកមើលម្នាក់ស្រីហ្នឹងអញ្ចឹងគាត់មើលបដើមនុស្សស្រីនៅតែស្យងក្បាលចុះអញ្ចឹងបន្ទាប់មកទៀតមនុស្សស្រីហ្នឹងក៏ទម្លាក់ខ្លួនចុះមកក្រោមចាំគាត់តែប៉ុន្តែគាត់បិទភ្នែកស្រែកប៉ុន្តែនៅពេលដែលបើកភ្នែកវិញអត់មានឃើញមនុស្សស្រីហ្នឹងហើយក៏អត់មានឃើញណាគេដែលដេកស្លាប់នៅលើផ្លូវអីដែរគឺអត់មានហ្មងអត់មានសោះហ្មងម្នាក់ស្រីហ្នឹងលោតហើយគឺបាត់ឆឹងហ្មងណាហើយគាត់កន្លងលក្ខណៈមានអារម្មណ៍ថាហ្នឹងហើយគឺខ្មោចឡងគាត់គិតថាខ្មោចឡងគាត់ព្យាយាមបដើម៉ូតូទៅលឿនមែនតើទៅកន្លែងពូមួយប៉ះកង់ម៉ូតូក្រោមស្ពានហើយនៅពេលទៅឲ្យពូនឹងប៉ះកង់ម៉ូតូក្រោមស្ពានណាគាត់ក៏បានឆ្លៀតសួរថាពូពួកឯងនៅពេលដែលប៉ះម៉ូតូនឹងរហូតអញ្ចឹងជាប់ជួបហេតុការណ៍អីអត់គាត់ថាគាត់ជួបម្ដងហ្នឹងគឺគាត់ឃើញមនុស្សស្រីពាក់ឈុតសទាំងអស់គ្នាទម្លាក់សក់មុខហ្នឹងដើរឆ្លងផ្លូវមានឡានគាត់ថាគាត់លក្ខណៈថាចេះគាត់ឃើញឡានមួយបើកមកលឿនណាស់គាត់ថាបុកម្នាក់ស្រីហ្នឹងគាត់ខំស្រែកពីចម្ងាយប៉ុន្តែនៅពេលដែលឡានជិះបុកមកអត់មានឃើញមនុស្សស្រីហ្នឹងដួលហើយក៏ឡានហ្នឹងជិះទៅមុខបានធម្មតាអត់មានរឿងអីទាំងអស់ហើយរបៀបអត់មានបុកណាគេហ្មងហើយគឺអត់មានបុកមែនស្នាមឈាមស្នាមរបួសស្នាមមនុស្សគឺអត់មានឃើញនៅលើផ្លូវទេអាហ្នឹងលើកទី1ដែលគាត់ជួបហើយលើកទី2ដែលគាត់ជួបគឺគាត់ថានៅពេលដែលគាត់កំពុងតែប៉ះកង់ម៉ូតូគាត់អង្គុយឲ្យស្ងាត់ភ្ញៀវទាំងអស់នេះគាត់អង្គុយមើលចុះមើលឡើងគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងដដែលដើរតាមផ្លូវនៅពេលដែលដើរតាមផ្លូវទាំងអស់នេះដើរបដាគាត់តាមមើលម្នាក់ស្រីនឹងបដាចង់ដឹងថាម្នាក់ស្រីនឹងអីគេហើយគាត់ថានៅពេលដែលខ្យល់បក់កាត់រោបរបស់ម្នាក់ស្រីនឹងគឺអត់មានឃើញជើងទេហើយឃើញម្នាក់ស្រីរត់មកលឿនមែនតើសំដៅទៅសសររបស់ស្ពានហើយទៅបុកសសរស្ពានមកទៅហឹងហើយបាត់ម្នាក់ស្រីនឹងឆឹងហ្នឹងហើយទាំងអស់គ្នានេះគឺជារឿងទី1ហើយចំពោះរឿងទី2គឺកើតឡើងនៅក្នុងរោងកុនមួយកន្លែងដែលគាត់បានប្រាប់ថាគាត់បានទៅមើលកុនមួយពួកម៉ាក់គាត់ហ្នឹងគឺវេនយប់ខ្ទង់ម៉ោង9ម៉ោង10ទាំងអស់គ្នាគាត់ទៅពីអ្នកពួកម៉ាក់គាត់ទេហើយគាត់ថានៅពេលដែលគាត់ទិញសបុតហ្នឹងគឺគាត់ទិញសបុតនៅចុងគេបង្អស់សម្រាប់គាត់ទៅជូននោមសំណុកទៅអីចឹងណាគាត់ក៏អង្គុយនៅចុងគេហើយគាត់ជាអ្នកដែលអង្គុយជាប់នៅផ្លូវដើរហ្នឹងហ្មងហើយគាត់ថានៅពេលដែលគាត់មើលខុនបដាចឹងគាត់ងាកទៅក្រោយម្ដងគឺគាត់ឃើញបុគ្គលិកប្រុសដែលជាបុគ្គលិករបស់រោងកុនហ្នឹងគឺគេឈរ stand by ចាំមើលភ្ញៀវណាដែលគាត់លួចថក់លួចអីចឹងណាគាត់ឈរនៅក្រោយហ្នឹងនៅពេលដែលគាត់ឈរក្រោយហ្នឹងហើយឡែកស្អីហ្នឹងបងគាត់ប្រាប់រឿងគាត់ថាគាត់មើលហើយគាត់ក៏មកមើលងាកក្បាលមកមើលរឿងវិញបន្តនៅពេលគាត់មើលរឿងបន្តហើយគាត់ងាកទៅមើលក្រោយនៅពេលគាត់ងាកទៅមើលក្រោយម្ដងទៀតអត់មានឃើញបុគ្គលិកប្រុសហ្នឹងនៅទេប៉ុន្តែឃើញជាបុគ្គលិកស្រីប៉ុន្តែដែលឯកស្ថានដែលម្នាក់ស្រីហ្នឹងពាក់គឺឈុតខ្មៅគាត់ថាឈុតខ្មៅពីក្បាលដល់ចុងជើងហ្មងរបៀបដូចមិនមែនជាសពុតទេគាត់តាមចាំបុគ្គលិកទៅត្រូវទៅពាក់សពុតចឹងឃើញម្នាក់ស្រីហ្នឹងឈរនៅកន្លែងដែលបងមួយប្រុសហ្នឹង stand by រឿងងឹតហ្នឹងហ្មងឈរចឹងណាគាត់ថាគាត់មើលម្ដងគាត់ចាប់អារម្មណ៍មើលលើកទី2លើកទី3លើកទី4គឺឃើញម្នាក់ស្រីនៅឈរស្ងៀមថ្មឹងដដែលណាឈរស្ងៀមថ្មឹងអត់ទៅណាហ្មងឈរងាកទៅម្ដងណាគឺឈរងាកទៅម្ដងណាក៏ឃើញឈរដែរទាំងដែលរោងគាត់ផ្សេងគឺរបៀបថាឈរពី3ដងហើយគឺគេលែងមកទៀតហើយប៉ុន្តែគាត់ឃើញឈរចឹងគាត់ក៏គេទៅប្រាប់ពួកម៉ាក់គាត់ថាចេះអញឆ្ងល់បងវិស័យមិនឈរបានយូរម៉េចចឹងមិត្តភក្តិគាត់ងាកទៅមើលតាមនៅពេលគាត់មិត្តភក្តិគាត់ងាកទៅមើលក្រោយតាមហ្នឹងអត់មានឃើញបុគ្គលិកហ្នឹងទេតែឃើញគាត់ជាអ្នកឃើញដដែលយល់អត់ហើយចឹងគាត់ក៏ដឹងខ្លួនដែរថាហ្នឹងហើយគឺគេមកឡងគាត់
អាហ្នឹងគឺជារឿងទី2ទាំងអស់គ្នាហើយចំពោះរឿងទី3គឺជារឿងដែលកើតឡើងនៅក្នុងសារមួយហ្នឹងគាត់ប្រាប់ថាពេលថ្ងៃគឺជាម្លុកដែលគេមកដាក់មកទិញអីវ៉ាន់គេអីច្រើនមែនតើហ្មងធម្មតាផ្សារនៅពេលថ្ងៃនិងពេលព្រឹកគឺជាកន្លែងដែលមនុស្សមកច្រើនណាស់ប៉ុន្តែគាត់ថាពេលយប់ខ្ទង់ម៉ោង7 8គឺលែងមានមនុស្សនៅហើយផ្សារត្រូវបិទហ្មងបិទស្ងាត់ឆឹងហ្មងណាប៉ុន្តែដោយសារតែគាត់នឹងបានរៀបកៅអៅឲ្យម៉ួយរបស់គាត់នឹងរួចហើយប៉ុន្តែគាត់ភ្លេចយកចេញពីឃ្លាំងហ្នឹងគាត់ត្រូវត្រឡប់ទៅយកពីតូបរបស់គាត់ហ្នឹងយកទៅផ្ទះវិញព្រោះអីគេមកយកដល់ផ្ទះហើយអញ្ចឹងណាគាត់នៅពេលដែលគាត់មកយកគាត់ថាគាត់មកតែឯងនៅពេលដែលគាត់ដើរមកតាមផ្លូវចូលឃ្លាំងចូលតូបមកតូបរបស់គាត់ហ្នឹងបងប្អូនគឺគាត់ចាប់អារម្មណ៍ម៉ានិកាំង4 5ដែលជាម៉ានិកាំងគេឃ្លីបអាវឲ្យតាំងនៅមុខតូបគេផ្សេងអញ្ចឹងណាប៉ុន្តែអត់មានម្ដងហ្នឹងគាត់មានឃើញកៅអៅនៅលើខ្លួននេះឃើញត្រឹមតែម៉ានិកាំងទាំងអស់ហ្នឹងអាណូលកោកអញ្ចឹងគាត់ឃើញនៅតាមផ្លូវហ្នឹងក៏គាត់អត់សូវចាប់អារម្មណ៍ដែររហូតដល់មកតូបរបស់គាត់ចាក់សោចូលតូបគាត់ថាពេលដែលគាត់កំពុងចាក់សោចូលតូបហ្នឹងគាត់ឮសំឡេងមនុស្ស3 នាក់4 នាក់ក្រោយខ្នងគាត់រត់របៀបរត់បដើនិយាយគ្នាបដើរត់ឲ្យបាត់អញ្ចឹងណាគាត់ក៏ថាគេប្រហែលជាក្មេងៗនៅផ្ទះម្ដុំនោះមករត់លេងគាត់គិតអញ្ចឹងណាគាត់ក៏បន្តចាក់សោចូលក្នុងឃ្លាំងចូលតូបរបស់គាត់នៅពេលដែលគាត់ចូលតូបហើយគាត់ចេញមកវិញអ្នកគ្នាគាត់ថានៅពេលមុនដែលគាត់ចេញមកវិញហ្នឹងគឺគាត់ឮសំឡេងគេក្មេងៗរត់នៅនឹងទៀតហើយឮសំឡេងមនុស្សច្រើនតែអ៊ូអមទៅនៅក្រៅហ្នឹងណាគាត់ក៏ព្យាយាមក៏ឆាប់យកអីវ៉ាន់ហើយចាក់សោចេញទៅវិញនៅពេលដែលចាក់សោទៅគ្រប់យ៉ាងគឺស្ងាត់ប្រហែលទាំងអស់គ្នាគឺស្ងាត់ហ្មងណាស្ងាត់ហើយអត់មានមនុស្សណានៅឆ្លងកាត់នឹងនេះទាំងអស់ហ្មងសូម្បីតែម្នាក់ហើយគាត់ក៏ថាអារម្មណ៍គាត់ពេលហ្នឹងរៀងភ័យបន្តិចរៀងអត់ភ័យបន្តិចតែគាត់កាន់ថងដើរទៅវិញនៅពេលដែលគាត់កាន់ទៅដើរកាត់ម៉ានិកាំងម៉ានិកាំង3 4ដែលខ្ញុំប្រាប់មុនហ្នឹងបងប្អូននេះគាត់ថានៅពេលគាត់ដើរកាត់ម៉ានិកាំងមួយក៏កាន់ទូរស័ព្ទបាត់ឆ្លាស់អញ្ចឹងគាត់ប្រចាំមើលទៅម៉ានិកាំងមួយហ្នឹងគឺម៉ានិកាំងមួយហ្នឹងភ្នែករបស់វាគឺមើលមកគាត់ឲ្យភ្នែកវាលក្ខណៈរៀងបើកកឡោតតិចប៉ុន្តែគាត់គិតថាប្រហែលជាម៉ានិកាំងទាំងអស់រូបរាងអញ្ចឹងហើយទាំងអស់គ្នាគិតមើលទៅបើយើងសម្លឹងមើលម៉ានិកាំងយូរយើងច្បាស់ជាខ្លាចទេត្រូវអត់អញ្ចឹងគាត់ថាគាត់មើលម៉ានិកាំងហ្នឹងបន្តិចហើយគាត់ក៏ដើរទៅមុខកាត់ម៉ានិកាំងមួយទៀតហ្នឹងគាត់ស្រាប់តែដួលធ្លាក់មកមុខគាត់ហ្មងហើយនៅពេលដែលគាត់យកទូរស័ព្ទប្រចាំទៅមើលម៉ានិកាំងហ្នឹងទាំងអស់នឹងគាត់ឃើញអីអត់មិនមែនជាម៉ានិកាំងដួលទេប៉ុន្តែជាមនុស្សស្រីដេកមនុស្សស្រីស្លេកដេកភ្នែកមើលមកគាត់របៀបភ្នែកមើលមកគាត់របៀបមើលធម្មតាមើលមកគាត់ហ្នឹងហ្មងគាត់ក៏ដឹងថាហ្នឹងខ្មោចអញ្ចឹងណាគាត់ក៏រត់ចេញទៅវិញឡើងលឿនគាត់ថាពេលហ្នឹងបើមានដែកជុងបុកគាត់ងាប់គឺគាត់ងាប់នៅហ្នឹងហ្មងប៉ុន្តែដោយសារតែអារម្មណ៍ខ្លាចគាត់លេងខ្លាចស្លាប់អីចឹងណានៅដល់គ្នាហ្នឹងគឺជារឿងទី3ចំណែករឿងទី4គឺតកតងជាមួយនឹងនិស្សិតដែលគាត់ជួលផ្ទះជួលនៅដើម្បីរៀនតអញ្ចឹងណាគាត់ថាផ្ទះដែលប្រភេទបន្ទប់ជួលដែលគាត់ជួលហ្នឹងគឺជាបន្ទប់ជួលដែលមានអាចមានផ្លូវឲ្យឡានម៉ូតូឬមួយក៏អ្នកដែលលក់អីដើរកាត់តាមនឹងបានអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលដែលគាត់កំពុងតែរៀនហើយនឹងធ្វើassignment ម៉ោងខ្ទង់ម៉ោង12 10ហ្នឹងតាមគាត់ឮសំឡេងគេស្រែកពងគ្រួចលក្ខណៈស្អីឆ្ងោរបៀបស្រែកអញ្ចឹងណាស្រែកពងគ្រួចឈ្ងុយឆ្ងាញ់ស្រែកអញ្ចឹងគាត់ថាពេលហ្នឹងគាត់ឃ្លានដែរគាត់ក៏បើកទ្វារចឹងទៅស្រែកថារកទិញពងគ្រួចប៉ុន្តែទាំងអស់គ្នាដឹងអត់នៅពេលដែលគាត់បើកទ្វារចឹងទៅគឺគាត់ឃើញមីងលក់ពងគ្រួចហ្នឹងគាត់ជិះម៉ូតូបដើភ្នែករបស់គាត់ហ្នឹងក្បាលរបស់គាត់ហ្នឹងគឺងាកមកមើលបងមួយនឹងបដើងាកមកមើលអត់មើលទៅមុខទេណាគឺមើលបងនឹងរហូតមើលបងនឹងបដើបើកម៉ូតូទៅបដើហើយបងនឹងគាត់ឃើញថាមីងនឹងច្បាស់ជាបុកអញ្ចឹងគាត់ស្រែកប្រាប់ប៉ុន្តែតែប្រាប់អត់ទាន់មីងនឹងបុកអញ្ចឹងមកទៅហឹងទាំងអស់គ្នាប៉ុន្តែបាត់មីងនឹងឆឹងបាត់មីងនឹងអត់ដឹងថាទៅណាបុកអញ្ចឹងហើយគឺបាត់ឆឹងហ្មងចឹងហើយទៅគាត់ថាមុខមីងនឹងញញឹមជាមួយនឹងសម្លេងស្រែកបោកលក់ពងគ្រួចរបស់គាត់ហ្នឹងធ្វើឲ្យគាត់នឹកឃើញម្ដងណាគឺព្រឺក្បាលរហូតហ្មងអ្នកគ្នាដោយសារតែរឿងរបស់គ្នាយើងគាត់ចែកម្លែងជារឿងខ្លីៗអញ្ចឹងខ្ញុំគាត់ធ្វើការច្បាប់វា4រឿងហ្នឹងបញ្ចូលគ្នាក្នុងវីដេអូតែមួយតែម្ដងទៅអញ្ចឹងណាហើយបើសិនទាំងអ្នកពេញចិត្តវីដេអូនេះអាចធ្វើការចុច like ហើយនិងចុច comment ខាងក្រោមនេះបានហើយបើសិនជាមានរឿងចង់ចែករំលែកអាចធ្វើការឆាតមកក្នុង account IG របស់ខ្ញុំបានបាយបាយ